របៀបសងពេលខ្លះវាត្រូវទៅនឹងចំណូលបងប្អូនវាត្រូវទៅនឹងប្រភេទអាជីវកម្មបងប្អូនវាត្រូវទៅនឹងប្រាក់បៀវត្សបងប្អូនអញ្ចឹងការរើសគឺយើងរើសទៅតាមស្ថានភាពជាក់ស្ដែងនៃចំណូលចំណាយអាជីវកម្មរបស់យើងប៉ុន្តែនៅក្នុងការសន្និដ្ឋាននេះគឺខ្ញុំសន្និដ្ឋានបែបបរិញ្ញធរឲ្យបងប្អូនយកទៅពិចារណាបាទសូមស្វាគមន៍ជាថ្មីម្ដងទៀតបងប្អូនទស្សនិកជនវិលត្រឡប់មកកាន់ channel របស់ខ្ញុំ Comedy 7 Key បាទថ្ងៃនេះខ្ញុំធ្វើវីដេអូសំខាន់មួយចែកម្លែកជូនបងប្អូនពីរបៀបសងប្រាក់4ប្រភេទដែលគឺសន្តានាគារហិរញ្ញវត្ថុតែងតែរៀបចំជូនទៅដល់អតិថិជនរបស់ខ្លួនអញ្ចឹងទស្សនិកជនដើម្បីកុំឲ្យខាត់ពេលវេលាយើងទៅតាមដានវីដេអូដ៏សំខាន់នេះទាំងអស់គ្នាបាទទស្សនិកជនអញ្ចឹងយើងមកកាន់របៀបសងប្រាក់ដំបូងរបៀបសងប្រាក់ទី1របៀបសងប្រាក់ទី1ជារបៀបសងប្រាក់ដែលជាធម្មតាមានការប្រើប្រាស់ពេញនិយមប្រើប្រាស់ច្រើនសម្រាប់អតិថិជនរបស់គ្រឹះសន្តានាគារហិរញ្ញវត្ថុរបៀបសងនេះគឺជាការសងការប្រាក់ហើយគាត់រំលោះប្រាក់ដើមថេរៀងរាល់ខែអញ្ចឹងជាធម្មតាបងប្អូនប្រជាជនយើងគាត់ច្រើនតែប្រើពាក្យថារំលោះថយបាទរំលោះថយមានន័យថាគាត់ពីមួយខែទៅមួយខែគាត់បង់ចំនួននៃការបង់ហ្នឹងគឺចុះតិចទៅបាទអញ្ចឹងនៅក្នុងភាសាបច្ចេកទេសគេប្រើពាក្យថា linear បាទគឺសងការប្រាក់នៅមួយប្រាក់ដើមថេ linear រៀងរាល់ខែអញ្ចឹងគុណសម្បត្តិនៃរបៀបសងប្រាក់រំលោះថេនេះអញ្ចឹងការចំណាយការប្រាក់សរុបទាំងអស់គឺមានចំនួនតិចបាទមានចំនួនតិចបើយើងធ្វើការប្រៀបធៀបជាមួយនឹងរំលោះសរុបថេមានន័យថាយើងបង់ខែទី1ខែទី2ខែទី3រហូតទៅគឺបង់ថេអត់មានរំលោះថយទេបើប្រៀបជាមួយនឹងរំលោះថេវិញគឺរបៀបសងមួយនេះគឺតិចជាងការចំណាយការប្រាក់គុណសម្បត្តិទី2គឺយើងអាចរំលោះដើមបានជារៀងរាល់ខែបាទមានន័យថារបៀបសងនេះគឺយើងអាចរំលោះដើមថេដើមជារៀងរាល់ខែគុណសម្បត្តិទី3គឺវាមានលក្ខណៈសមរម្យជាមួយនឹងការពង្រីកដើមទុនសម្រាប់អាជីវកម្មអញ្ចឹងបើសិនបើទម្រង់នៃការខ្ចីនោះទៅយើងទៅពង្រីកអាជីវកម្មទូចឬធំក៏ដោយគឺរបៀបសងបែបនេះគឺវាត្រូវជាមួយនឹងប្រភេទអាជីវកម្មទី4គឺត្រឹមត្រូវជាមួយនឹងការប្រើប្រាស់ផ្ទាល់ខ្លួនយើងអាចដូចជាលក្ខណៈទិញផ្ទះទិញដីទិញឡានទិញម៉ូតូនឹងគេហៅថាប្រើប្រាស់លក្ខណៈផ្ទាល់ខ្លួននេះជាលក្ខណៈសម្បត្តិគុណសម្បត្តិដែលយើងប្រើទម្រង់សងរបៀបហ្នឹងគុណសម្បត្តិមួយទៀតគឺត្រូវជាមួយនឹងអាជីវកម្មដែលមានលំហូរសាច់ប្រាក់ទៀងទាត់ប្រចាំខែប្រចាំសប្តាហ៍ឬប្រចាំថ្ងៃជាប្រភេទអាជីវកម្មដែលគាត់មានចំណូលទៀងទាត់បាទជាប្រចាំថ្ងៃប្រចាំសប្តាហ៍ឬប្រចាំខែអញ្ចឹងគឺគាត់ប្រើរបៀបសងមួយនេះគឺត្រូវតែម្ដងសម្រាប់គុណវិបត្តិនៃរបៀបសងមួយនេះគឺកម្ចីដែលយើងប្រើប្រាស់ហ្នឹងគឺអត់បានពេញលេញគឺលក្ខណៈដែលមិនពេញលេញត្រង់នេះមានន័យថាយើងបានរំលោះដើមរាល់ខែអញ្ចឹងការរំលោះដើមរាល់ខែហ្នឹងយើងអត់បានប្រើលុយនឹងពេញទេគឺមួយខែទៅមួយខែគឺរំលោះដើមសងវិលត្រឡប់ទៅវិញអាហ្នឹងហើយគឺគុណវិបត្តិផងវាគឺអត់បានប្រើលុយពេញទេគុណវិបត្តិមួយទៀតគឺសម្រាប់អាជីវកម្មដែលចំណូលជារដូវកាលដូចជាការចិញ្ចឹមត្រីឧទាហរណ៍ថាដូចជាការធ្វើស្រែធ្វើចម្ការអីរបៀបសងមួយនេះគឺអត់ត្រូវទេបាទអញ្ចឹងនេះជាគុណសម្បត្តិនិងគុណវិបត្តិរបៀបសងទី1ដែលយើងហៅថាសងរំលោះថយពីបច្ចេកទេសហៅថា linear បាទរបៀបសងទី2សងការប្រាក់និងរំលោះប្រាក់ដើម
រៀងរាល់ខែដែរប៉ុន្តែភាសាបច្ចេកទេសគេហៅថា annuity មានន័យថារំលោះថេគឺបងថេតែម្ដងគឺខែទី1ខែទី2អីចឹងទៅគឺចំនួននៃការបង់ហ្នឹងគឺដូចគ្នាអញ្ចឹងយើងទៅមើលតើគុណសម្បត្តិវាមិនដែរគុណសម្បត្តិវាដូចទៅនឹងការរំលោះថយដែររំលោះដើមបានច្រើនในរាល់ខែគឺយើងរំលោះពីមួយខែទៅមួយខែបានរំលោះដើមហើយដូចគ្នាទៅនឹងរបៀបសងទី1ដែរគឺជាការប្រើត្រូវជាមួយនឹងការពង្រីកដើមទុនអាជីវកម្មគឺប្រភេទសងបែបហ្នឹងគឺត្រូវហើយការប្រើប្រាស់ផ្ទាល់ខ្លួនក៏ត្រឹមត្រូវដែរអាចដូចគ្នាទៅនឹងរបៀបសងថយដែរហើយជាមួយនឹងអាជីវកម្មដែលមានលំហូរប្រចាំថ្ងៃចាំសប្តាហ៍គឺដូចគ្នាប៉ុន្តែគុណវិបត្តិខុសគ្នាបន្តិចគុណវិបត្តិដូចគ្នាត្រង់ថាការប្រើប្រាស់កម្ចីនេះអត់បានពេញលេញគឺដោយសារគាត់មានការរំលោះដើមជាប្រចាំខែទៅគឺយើងអត់បានប្រើដើមពេញទេហើយចំណាយការប្រាក់សរុបទាំងអស់នេះចំណុចដែលខុសគ្នាគឺត្រង់ថារបៀបសង annuity នេះចំណាយការប្រាក់សរុបទាំងអស់គឺមានចំនួនច្រើនជាង linear ហើយមិនត្រូវជាមួយនឹងអាជីវកម្មប្រភេទចំណូលជារដូវកាលដូចគ្នាគឺគុណវិបត្តិវាគឺស្តៀងគ្នាខុសតាមបន្តិចទេគឺបើសិនបើយើងប្រើ annuity គឺចំណាយការប្រាក់សរុបគឺច្រើនជាងច្រើនជាង linear អញ្ចឹងយើងទៅមើលរបៀបសងទី2របៀបសុំទោសរបៀបសងទី3របៀបសងទី3គឺសងការប្រាក់រាល់ខែរំលោះប្រាក់ដើមជាភាគរយកន្លែងជាភាគរយនេះយើងអាចប្រើមួយទៀតគេហៅថារំលោះប្រាក់ដើមតាមការព្រមព្រៀងវានឹងអាចស្តៀងគ្នាដែរអាចជាភាគរយក៏បានតាមការព្រមព្រៀងបានហើយប្រាក់ដើមនៅសល់សងចុងវត្តអញ្ចឹងមានន័យថាគាត់អាចរំលោះប្រាក់ដើមជាភាគរយនេះជួនកាលរំលោះដល់ចុងវត្តគឺអត់អស់អញ្ចឹងអាប្រាក់ដើមនៅសល់យើងទូទាត់ចុងវត្តអញ្ចឹងមានន័យថាការប្រាក់រៀងរាល់ខែប៉ុន្តែប្រាក់ដើមក៏អាចឡើងមួយផ្នែកអីចឹងណាបាទគុណសម្បត្តិគឺប្រើប្រាស់កម្ចីបានរយៈពេលវែងតម្រង់របៀបសងត្រឡប់បែបនេះប្រាក់ដើមគឺយើងប្រើប្រាស់បានយូរដោយសារតែក្នុងមួយខែគឺគាត់បង់តែការប្រាក់នេះអញ្ចឹងរំលោះប្រាក់ដើមជាភាគរយនេះឬក៏តាមការព្រមព្រៀងជួនកាលគាត់អាច6ខែគាត់ឡើងដើមម្ដងឬក៏8ខែឬក៏1ឆ្នាំគាត់ឡើងដើមខ្លះអញ្ចឹងណាអញ្ចឹងគាត់អាចប្រើលុយនោះគឺបានរយៈពេលយូរបានប្រើពេញសាច់ពេញដៃជាងរបៀបសងរបៀប2ពីមុនវាអាចត្រូវជាមួយនឹងការពង្រីកដើមទុនបង្វិលដើមទុនសម្រាប់អាជីវកម្មដែរបងប្អូនប្រហែលជាឆ្ងល់ហើយការពង្រីកដើមទុននិងការបង្វិលដើមទុនតែវាខុសគ្នាមិនអញ្ចឹងក្នុងវីដេអូនេះខ្ញុំអត់លម្អិតទាក់ទិនជាមួយនឹងការពង្រីកដើមទុននិងការបង្វិលដើមទុនខ្ញុំនឹងធ្វើវីដេអូលម្អិតបង្ហាញបងប្អូនទស្សនិកជនទាក់ទិនជាមួយនឹងពីប្រភេទនេះបាទគុណសម្បត្តិទី3ត្រូវជាមួយនឹងអាជីវកម្មដែលមានលំហូរសាច់ប្រាក់ជារដូវកាលអញ្ចឹងរបៀបសងមួយនេះក្នុងលក្ខខណ្ឌអាជីវកម្មដែលមានលក្ខណៈជារដូវកាលអញ្ចឹងប្រើរបៀបសងមួយនេះគឺត្រូវព្រោះរដូវកាលមានន័យថាគាត់អាច6ខែឬក៏1ឆ្នាំគាត់ប្រមូលផលម្ដងអញ្ចឹងគាត់អាចឡើងដើមបានគាត់បង់តែការរយៈពេល6ខែឬក៏1ឆ្នាំទៅអញ្ចឹងគាត់អាចឡើងដើមបាននៅក្នុងខែទី12អញ្ចឹងទៅសម្រាប់គុណវិបត្តិនៅរបៀបសងមួយនេះគឺចំណាយការប្រាក់អស់ច្រើនពីព្រោះដោយសារតែយើង6ខែឬក៏1ឆ្នាំឧទាហរណ៍បានត្រូវឡើងដើមអញ្ចឹងការប្រាក់គឺគាត់បង់ពេញគាត់ត្រូវបង់ពេញរយៈពេល6ខែឬក៏1ឆ្នាំគឺបង់ពេញនៅលើលុយដើមគាត់ដោយសារតែគាត់ប្រើលុយដើមគឺពេញដៃអញ្ចឹងការប្រាក់បង់ច្រើនគុណវិបត្តិមួយទៀតគឺការសងត្រឡប់ប្រាក់ដើមចំនួនច្រើនឧទាហរណ៍ដូចជាគាត់ធ្វើ6ខែឡើងម្ដងឬ1ឆ្នាំឡើងម្ដងអញ្ចឹងច្រើនគួរសមវាមិនដូចការរំលោះទេរំលោះគឺមួយខែគឺរំលោះតិចបាទអញ្ចឹងគុណវិបត្តិវាត្រូវត្រៀមលុយច្រើននៅពេលដែលឡើងជាដំណាក់កាលសម្រាប់
របៀបសមមួយនេះអត់ត្រូវទេជាមួយនឹងការទិញផ្ទះទិញដីអីគឺអត់ត្រូវទេបាទព្រោះការទិញដីទិញផ្ទះគឺយើងពឹងលើចំណូលប្រចាំខែចឹងអត់ត្រូវទេបាទអញ្ចឹងយើងទៅមើលរបៀបសងចុងក្រោយគឺរបៀបសងទី4អញ្ចឹងទស្សនិកជនប្រសិនបើទស្សនិកជនបានទស្សនាមកដល់វីដេអូនៅនាទីប៉ុណ្ណេះនៅចុងបញ្ចប់នៃវីដេអូខ្ញុំនឹងធ្វើការសន្និដ្ឋាននៅខ្លឹមសាររួមថាតើរបៀបនៃការគិតបែបហិរញ្ញវត្ថុតើរបៀបសងមួយណាដែលវាមានគុណប្រយោជន៍ច្រើនសម្រាប់បងប្អូនយកទៅប្រើប្រាស់ឲ្យមានផលចំណេញនៃរបៀបសងទាំង4នេះអញ្ចឹងបងប្អូនរងចាំនៅចុងវីដេអូខ្ញុំនឹងធ្វើការសង្ខេបបែបហិរញ្ញវត្ថុឲ្យបងប្អូនមើលថាតើរបៀបសងមួយណាដែលល្អប្រសើរសម្រាប់បងប្អូនយកទៅប្រើប្រាស់អូខេអញ្ចឹងយើងមកដល់របៀបសងចុងក្រោយទី4ដែលជារបៀបសងពេញនិយមដែរសងការប្រាក់រាល់ខែនិងសងប្រាក់ដើមនៅចុងវត្តមានន័យថាគាត់សងការប្រាក់រាល់ខែហើយនៅចុងវគ្គខ្ចីប្រាក់គឺគាត់ប្រមូលដើមសងតែម្ដងអញ្ចឹងបើគាត់ខ្ចីរយៈពេល1ឆ្នាំនៅខែទី12មកគាត់ទូទាត់លុយដើមបើគាត់ខ្ចីរយៈពេល2ឆ្នាំនៅខែទី24គឺគាត់ទូទាត់ប្រាក់ដើមអញ្ចឹងគុណសម្បត្តិរបស់វាគឺប្រើប្រាស់កម្ចីបានរយៈពេលយូរបានរយៈពេលវិញមានន័យថាទីជនដែលគាត់សងគាត់ស្នើសុំរបៀបសងបែបនេះលុយដែលគាត់កម្ចីមកគឺគាត់អាចប្រើពេញសាច់ពេញដៃតែម្ដងទី2ត្រូវជាមួយនឹងបង្វិលដើមទុនសម្រាប់អាជីវកម្មរបៀបសងបែបនេះការបង្វិលដើមទុនសម្រាប់អាជីវកម្មគឺត្រូវតែម្ដងខ្ញុំឧទាហរណ៍ថាអតិថិជនដែលគាត់ប្រើរបៀបសងបែបនេះឧបមាថាគាត់កម្ចីនោះគាត់ខ្ចីរយៈពេល1ឆ្នាំហើយគាត់បងតកាហើយគាត់យកមកហ្នឹងឧទាហរណ៍អាជីវកម្មគាត់លុយចាប់ហួយអញ្ចឹងគាត់មានលុយពេញដៃសម្រាប់បង្វិលលើការទិញលក់ចាប់ហួយហ្នឹងទៅអញ្ចឹងការបង្វិលតាមទុនអាជីវកម្មគឺរបៀបអាជីវកម្មនៃគាត់បង្វិលរាល់ថ្ងៃសម្រាប់គាត់ខ្វះដើមទុនអញ្ចឹងណាត្រូវជាមួយនឹងអាជីវកម្មដែលមានលំហូរសាច់ប្រាក់ទៅតាមរដូវកាលនីមួយៗអញ្ចឹងសម្រាប់អាជីវកម្មដែលមានចំណូលជារដូវកាលគឺរបៀបសម័យនេះត្រូវចំពោះគុណវិបត្តិវិញចំពោះគុណវិបត្តិត្រូវចំណាយការប្រាក់ច្រើនពេញមួយវត្តខ្ចីប្រាក់អញ្ចឹងការប្រាក់គឺគាត់បង់ពេញពីព្រោះគាត់អត់តបានតែដើមត្រូវសងត្រឡប់ប្រាក់ដើមចំនួនច្រើននៅចុងវគ្គអញ្ចឹងនៅចុងវត្តគឺត្រូវទូទាត់លុយដើមទាំងអស់ហើយអញ្ចឹងគឺគាត់ត្រូវត្រៀមលុយវិលត្រឡប់ទៅវិញមិនត្រូវជាមួយនឹងការប្រើប្រាស់ផ្ទាល់ខ្លួនទេអញ្ចឹងរបៀបសងបែបនេះសម្រាប់ការទិញផ្ទះទិញដីទិញឡានទិញម៉ូតូគឺអត់ត្រូវជាមួយលក្ខខណ្ឌនេះអញ្ចឹងខ្ញុំធ្វើការសន្និដ្ឋានជូនបងប្អូនថាតើរបៀបសងទាំង4នេះមួយណាដែលល្អប្រសើរមានគុណសម្បត្តិល្អជាងបងប្អូនអញ្ចឹងសេចក្តីសន្និដ្ឋានខ្ញុំសូមណែនាំបងប្អូនគិតបែបហិរញ្ញវត្ថុពីព្រោះរបៀបសងពេលខ្លះវាត្រូវទៅនឹងចំណូលបងប្អូនវាត្រូវទៅនឹងប្រភេទអាជីវកម្មបងប្អូនវាត្រូវទៅនឹងប្រាក់វិវត្តបងប្អូនអញ្ចឹងការរើសគឺយើងរើសទៅតាមស្ថានភាពជាក់ស្ដែងនៃចំណូលចំណាយអាជីវកម្មរបស់យើងប៉ុន្តែនៅក្នុងការសន្និដ្ឋាននេះគឺខ្ញុំសន្និដ្ឋានបែបហិរញ្ញវត្ថុឲ្យបងប្អូនយកទៅពិចារណាបងប្អូនរូបមន្តដែលគេធ្វើការកណនាចង់ដឹងថាតើបងប្អូនចំណាយអត្រាការប្រាក់នេះបើធៀបជាមួយនឹងចំណូលបងប្អូនវាស្មើនឹងប្រមាណដងអញ្ចឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងចំណូលមុនពេលបង់អញ្ចឹងឧបមាថាបើបងប្អូនជាម្ចាស់ជាអ្នករកស៊ីចំណូលដែលបងប្អូនកាត់
ចំណាយប្រតិបត្តិការផ្សេងហើយបើបងប្អូនអត់មានការបង់ពន្ធទេអាហ្នឹងគឺជាចំណូលនឹងមុនបង់ពន្ធមុនបង់ការប្រាក់មានន័យថាកាត់តែចំណាយប្រតិបត្តិការអីទេអញ្ចឹងឧទាហរណ៍ថាដូចបងប្អូនជាចំណូលប្រាក់បៀវត្សក៏យើងអាចគិតបានដែរយើងចំណូលប្រាក់បៀវត្សយើងកាត់ចំណាយផ្សេងលើការចាយ VAA ផ្សេងអស់ទៅអញ្ចឹងនៅសល់ចំនួនហ្នឹងគេហៅថាចំណូលមុនពេលបង់ការប្រាក់និងបង់ពន្ធហ្នឹងបាទអត់ខុសគ្នាទេសម្រាប់អ្នកចំណូលជាប្រាក់បៀវត្សអញ្ចឹងឧបមាថាចំណាយការប្រាក់បងប្អូនទៅមើលលើតារាងសងប្រាក់បងប្អូនឃើញចំណាយការប្រាក់ប៉ុន្មានបងប្អូនយកឲ្យចំណូលនេះដែលកាត់ចំណាយអស់ហ្នឹងយកមកចែកទៅនឹងចំណាយការប្រាក់ទៅជាស្តង់ដារគឺបើធំជាង6មានន័យថាគឺបងប្អូនប្រើគឺបងប្អូនបើធំជាង6មានន័យថាបងប្អូនប្រើលុយប្រើកម្ចីហ្នឹងគឺមានប្រសិទ្ធភាពខ្ពស់មានន័យថាវាស្មើនឹង6ដងអញ្ចឹងអានេះខ្ញុំចែកទៅស្មើ5ដងយើងអាចថាប្រហាក់ប្រហែលទេអានេះមានន័យថាចំណាយការប្រាក់នេះចំណូលដែលបងប្អូនទទួលបានគឺស្មើនឹង5ដងនៃការចំណាយការប្រាក់អញ្ចឹងវាល្អអញ្ចឹងណាលេខនេះកាន់តែទូចមានន័យថាចំណូលផងបងប្អូនវិធីមួយការប្រាក់គឺវាតិចទៅអញ្ចឹងណាបើស្មើមួយមានន័យថាចំណូលស្មើនឹងម្ដងនៃការប្រាក់ដែរ2ដង2ដងនៃការប្រាក់3ដងអញ្ចឹងជាស្តង់ដារគេឲ្យ6គឺ6មានន័យថាបងប្អូនប្រើកម្ចីនោះគឺល្អទទួលបានចំណូលខ្ពស់បើធៀបនឹងការចំណាយការប្រាក់បាទអញ្ចឹងការគិតបែបរ៉ាញ់ធំគឺគិតអញ្ចឹងហើយរបៀបសងទាំង4ហ្នឹងវាអាស្រ័យទៅលើចំណូលចំណាយឬក៏មុខរបរអាជីវកម្មបងប្អូនទេអញ្ចឹងណាបាទអញ្ចឹងគិតបែបរ៉ាញ់ធំគឺគិតរបៀបបែបចេះហ្នឹងគឺសម្រាប់បងប្អូនសាកគណនាខ្លួនឯងទៅតើបងប្អូនដែលធ្លាប់ប្រើកម្ចីមើលតើបងប្អូនប្រមាណដងនៃចំណូលរបស់បងប្អូនការចំណាយការប្រាក់អញ្ចឹងណាបាទអញ្ចឹងសូមអរគុណបងប្អូនទស្សនិកជនចំពោះការតាមដាននិងទស្សនាវីដេអូដ៏សំខាន់មួយនេះអញ្ចឹងសង្ឃឹមថាបងប្អូនអាចទទួលបាននៅចំណេះដឹងគំនិតថ្មីហើយយកទៅវិភាគនិងពិចារណាដើម្បីឲ្យយើងប្រើប្រាស់នៅកម្ចីហើយយើងការសងត្រឡប់នឹងមួយណាដែលមានប្រសិទ្ធភាពខ្ពស់ដែលត្រូវនឹងចរន្តសាច់ប្រាក់ដែលត្រូវនឹងមុខមាត់អាជីវកម្មបងប្អូនបាទសូមអរគុណបងប្អូនទស្សនិកជនចំពោះការតាមដាននិងទស្សនាអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះនឹងជាការចែកម្លែកនៅចំណេះដឹងល្អសម្រាប់បងប្អូនហើយជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ